បន្ទប់គេងធំឲ្យសៀវប៉ាវបន្ទប់គេងតូចឲ្យម៉ាក់ខ្ញុំនឹងតាសៀងគេងបន្ទប់ភ្ញៀវកញ្ញាស៊ូស្នាក់នៅម្នាក់ឯងនៅបន្ទប់ក្បែរខាង1208ឈុត1209នេះទុកចោលក៏ទេដែរមួយខែ50យន្តល្មមនឹងផ្ដល់កិត្តិយសឲ្យនាងហើយ50យន្តជួលបន្ទប់ធំទូលាយរបស់ខ្ញុំអូយកញ្ញាស៊ូត្រឡប់មកវិញហើយល្មមតែម្ដងខ្ញុំមិនបាច់ចំណាយពេលរកអ្នកទៀតអំបញ្ញមិញអ្នកទាំងអស់គ្នាកំពុងតែបែងចែកផ្ទះរបស់ខ្ញុំមែនទេកុំនិយាយឲ្យពិបាកស្ដាប់ពេកអីពួកយើងគ្រាន់តែរៀបចំគម្រោងទុកជាមុនបន្តិចបន្តួចប៉ុណ្ណោះមិនយល់ព្រមមែនទេនេះមិនមែនកំពុងតែរៀបនឹងពិភាក្សាជាមួយអ្នកទេមុននឹងពិភាក្សាបន្ទប់ត្រូវបានបែងចែករួចរាល់បាត់ទៅហើយកញ្ញាស៊ូឈុតមួយនេះរបស់អ្នកទុកចោលក៏ទេដែរមិនជួយឲ្យពួកយើងវិញល្អជាងមែនទេកូនត្រូវចូលរៀនឆ្នាំក្រោយចាស់ទុំក៏ត្រូវមកជួយមើលកូនដែរពួកយើងពិតជាស្នាក់នៅមិនគ្រាន់ទេមិនជួយឡើយកុំបដិសេធលឿនពេកអីខ្ញុំក៏មិនមែនមកនៅដោយមិនឲ្យប្រាក់ដែរខ្ញុំឲ្យប្រាក់តើប៉ុន្មានទៅ50យន្តក្នុងមួយខែ50យន្តជួលបន្ទប់ធំទូលាយរបស់ខ្ញុំមួយឈុត50យន្តក៏ជាលុយដែរផ្ទះគ្មានមនុស្សនៅនឹងឆាប់ខូចមានមនុស្សនៅទៅមានជីវិតជីវ៉ាចុះហេតុអ្វីបានជាអ្នកមិនទៅជួបផ្សារទំនើបក្នុងតម្លៃ50យន្តទៅមនុស្សច្រើនជាងនឹងទៀតកញ្ញាស៊ូផ្ទះរបស់អ្នកមាន2ឈុតទុកទំនេរមួយឈុតឲ្យកូនស្នាក់នៅមានបញ្ហាអីផ្ទះរបស់ខ្ញុំបើខ្ញុំថាមិនជួលគឺមិនជួលនាងតូចពួកយើងមិនមែនជាមនុស្សអាក្រក់ទេមនុស្សអាក្រក់គេមិនសរសេរពាក្យថាអាក្រក់នៅលើមុខឡើយខ្ញុំចង់នៅទីនេះអ្នកមើលចុះក្មេងចូលចិត្តប៉ុណ្ណាតើអ្នកដាច់ចិត្តឲ្យក្មេងខកបំណងមែនទេកូនរបស់អ្នកខកបំណងឬអត់វាមិនពាក់ព័ន្ធនឹងផ្ទះរបស់ខ្ញុំទេបានហើយអ្នករឹងតឹងឥឡូវនេះក៏ព្រោះតែប្តីខ្ញុំមិនទាន់មកដល់ទោះជាអ្នកណាមកក៏ដូចតែគ្នាដែរប្តីរបស់ខ្ញុំគឺវ៉ាងតាសៀងធ្វើការនៅក្រុមហ៊ុនស៊ូស៊ឺគ្រប់ជាង10ឆ្នាំហើយអ្នកមិនមែនទៅតែចូលធ្វើការនៅស៊ូស៊ឺទេទៅថ្ងៃក្រោយនៅក្នុងក្រុមហ៊ុនគង់តែជួបមុខគ្នាដែលជាមិនខានកុំធ្វើឲ្យទំនាក់ទំនងតានតឹងពេកអីអញ្ចឹងនេះមិនមែនជាការពិភាក្សាទេនេះគឺជាការគំរាមខ្ញុំគ្រាន់តែរំលឹកអ្នកប៉ុណ្ណោះឈប់សំអ្នកទាំងអស់គ្នាកុំភ្លេចជួយ admin តាមរយៈ ABA ដើម្បីឲ្យ admin មិនមានកាហ្វេផឹកមកយប់ដើម្បី admin នឹងមានកម្លាំងក្នុងការធ្វើរឿង print ជូនអ្នកទាំងអស់គ្នាទស្សនាជាបន្តទៀតបាទសូមអរគុណអ្នកថតអ្វីនឹងលីវចឹងដើម្បីកុំឲ្យស្អែកប្តីរបស់អ្នកមកដល់ហើយនិយាយថាខ្ញុំនិយាយមិនច្បាស់លាស់1209មិនជួលមិនឲ្យខ្ចីមិនឲ្យមើលផ្ទះហើយក៏មិនទទួលយកការបង្ខំទិញលក់ក្នុងតម្លៃ50យន្តដែរហើយគំនុំមនុស្សមកចាត់ចែងបន្ទប់នៅមុខផ្ទះរបស់ខ្ញុំទៀតខ្មាស់គេណាស់ម៉ូលោកប៉ារបស់ឯងនឹងទៅពិនិត្យក្រុមហ៊ុនឯងនៅសប្តាហ៍ក្រោយតើចង់ឲ្យគាត់ឆ្លៀតទៅមើលឯងដែរទេកុំអីខ្ញុំគ្រាន់តែជាបុគ្គលិកថ្នាក់ទាបប៉ុណ្ណោះប្រសិនបើមិនចង់ឲ្យមិត្តរួមការងារដឹងហើយមានអារម្មណ៍អាក់អន់ចិត្តក៏ប្រាប់គ្រួសារទៅដឹងហើយតាសៀងគាត់មិនយល់ព្រមទេស្អែកអ្នកមកជួយនិយាយជាមួយគាត់ឲ្យស្រួលបួលផងអ្នកទាំងពីរនៅក្រុមហ៊ុនតែមួយជាមួយគ្នាទៀតការនិយាយគ្នាប្រកាសជាស្រួលជាងខ្ញុំហើយកញ្ញាស៊ូមែនទេខ្ញុំគឺជាប្តីរបស់ចាំងឈួយហ្វាឈ្មោះវ៉ាងតាសៀងកាលពីយប់មិញនាងនិយាយមិនសូវពីរោះទេខ្ញុំសុំទោសអ្នកជំនួសនាងផងពាក្យសុំទោសខ្ញុំទទួលយកហើយចំណែករបស់គឺមិនបាច់ទេខ្ញុំដឹងថាការមកដល់ផ្ទះភ្លាមបែបនេះគឺមិនសមរម្យឡើយប៉ុន្តែនៅក្នុងគ្រួសារគឺពិតជាប្រញាប់ខ្លាំងណាស់តើអាចឲ្យខ្ញុំចូលទៅនិយាយពី3ម៉ាត់បានទេត្រឹមតែ5នាទីទេមិនឲ្យខាត់ពេលអ្នកទៅធ្វើការឡើយនៅមុខទ្វារនេះក៏បានដែររឿង50យន្តនោះពិតជាមិនសមហេតុផលមែនវាគឺជាការនិយាយផ្ដេសផ្ដាសរបស់ប្រពន្ធខ្ញុំនាងមិនមែនជាមនុស្សអាក្រក់ទេគ្រាន់តែមកឆើបន្តិចចុះថ្ងៃនេះតើអ្នកចង់និយាយពីអ្វីដែរនៅតែជារឿងបន្ទប់1209ដដែលពួកយើងស្នាក់នៅបន្ទប់គេងមួយនិងបន្ទប់ទទួលភ្ញៀវមួយនាពេលបច្ចុប្បន្នម៉ាក់របស់ខ្ញុំត្រូវមកហើយកូនក៏ត្រូវចូលរៀនដែរប្អូនប្រុសរបស់ខ្ញុំក៏ត្រៀមនឹងចូលក្រុមដើម្បីរកការងារធ្វើដែរពិតជាស្នាក់នៅមិនគ្រាន់មែនប្អូនប្រុសរបស់អ្នកក៏ត្រូវស្នាក់នៅដែរមែនទេជាគ្រួសារតែមួយអ្វីដែលជួយគ្នាបានក៏គួរតែជួយគ្នាទៅប្រាក់ខែរបស់ខ្ញុំមានត្រឹមតែប៉ុណ្ណឹងថ្លៃជួលផ្ទះនៅក្បែរនេះទៀតសោតក៏ថ្លៃខ្ញុំក៏មិនហ៊ាននិយាយតាមតម្លៃទីផ្សារដែរអ្នកមើលចុះក្នុងមួយខែ1000យន្តសូមជួលបណ្ដោះអាសន្នមួយខែសិនបានទេមិនបានទេកញ្ញាស៊ូខ្ញុំពិតជាមិនចង់កេងចំណេញពីអ្នកទេមនុស្សចូលដល់វ័យកណ្ដាលមានចាស់ជរាដែលត្រូវមើលថែនិងមានកូនតូចចិត្តពិតជាត្រូវបង្ខំចិត្តដោយគ្មានជំរឿនឡើយលោកវ៉ាងខ្ញុំយល់ពីការលំបាករបស់អ្នកប៉ុន្តែ1209មិនសម្រាប់ជួលទេប្រសិនបើអ្នកត្រូវការខ្ញុំអាចជួយសួរខាងគ្រប់គ្រងអគារឲ្យអ្នកបានថាតើមានផ្ទះតម្លៃធូរថ្លៃនៅក្បែរនេះដែរឬទេអញ្ចឹងមានន័យថានៅតែមិនព្រមជួយមែនទេវាមិនមែនជាការចាំបាច់ដែលត្រូវតែប្រកបផ្ទះឲ្យនោះទេបានហើយខ្ញុំយល់ហើយតាមពិតទៅកញ្ញាស៊ូខ្ញុំហាក់ដូចជាធ្លាប់ឃើញអ្នកនៅក្នុងស៊ូស៊ឺគ្រប់អ្នកទើបតែចូលធ្វើការមែនទេខ្ញុំធ្វើការនៅស៊ូស៊ឺជាង10ឆ្នាំមកហើយក៏ចាត់ទុកថាជាបុគ្គលិកចាស់ម្នាក់ដែរទៅថ្ងៃក្រោយនៅក្នុងការងារមិនដឹងថាត្រូវតាក់ទងគ្នាទៀតឬអត់ទេរវាងអ្នកជិតខាងបើអាចពិភាក្សាគ្នាឲ្យបានល្អក៏គួរតែពិភាក្សាគ្នាទៅលោកវ៉ាងសម្ដីរបស់អ្នកមួយម៉ាត់នេះស្ដាប់ទៅមិនដូចជាការសុំទោសតតែសោះអ្នកយកច្រឡំហើយខ្ញុំគឺជាមនុស្សនិយាយមិនសូវពូកែខ្ញុំមិនទទួលកាដូឡើយហើយក៏មិនទទួលយកការនិយាយបញ្ឆិតបញ្ជាដែរខ្ញុំទទួលស្គាល់ថាខ្ញុំស្ទើរតែចង់ជួយគាត់ទៅហើយប៉ុន្តែសម្ដីចុងក្រោយរបស់គាត់ដែលថាជួបគ្នានៅក្រុមហ៊ុនធ្វើឲ្យខ្ញុំយល់ច្បាស់ភ្លាមថាគាត់មិនមែនគ្រាន់តែចង់សុំឲ្យខ្ញុំជួយនោះទេតែគាត់ថែមទាំងចង់ឲ្យខ្ញុំខ្លាចរឿងរ៉ាវស្មុគស្មាញទៀតផងតើអ្នកណាព្រមព្រៀងជាមួយអ្នកម៉ូឯងក៏ស្នាក់នៅបូរីយន្តទូនដែរមែនទេចុះហេតុអ្វីបានជាឯងដឹងប្រធានវ៉ាងជាអ្នកប្រាប់គាត់និយាយថាផ្ទះរបស់ឯងមាន2ឈុតហើយឯងក៏មានចរិតប្លែកបន្តិចដែរប៉ុន្តែគាត់គឺជាមនុស្សដែលចូលចិត្តនិយាយច្រើនបែបហ្នឹងហើយលើថាថ្មីនេះដើម្បីឲ្យកូនបានចូលរៀននិងរឿងបដូរផ្ទះថ្មីប្រញាប់រហូតដល់ឡើងពងបែកមាត់អស់ទៅហើយ
ចង់បានម៉ូតូ G តែគ្មានលុយគ្រប់គ្រាន់មែនទេតែ$30តែប៉ុណ្ណោះក្នុងមួយខែសូមស្វាគមន៍មកកាន់ Chaimet Moto ទំនាក់ទំនងទូរស័ព្ទលេខ015 580 541ខ្ញុំមិនចូលចិត្តឲ្យអ្នកណាយករឿងផ្ទាល់ខ្លួនរបស់ខ្ញុំមកនិយាយក្នុងក្រុមហ៊ុនឡើយប៉ុន្តែនៅពេលដែលឮថាគាត់ពិតជាកំពុងព្រួយបារម្ភរឿងកូនចូលរៀនមែនខ្ញុំក៏ចាប់ផ្ដើមរិះគន់ចិត្តម្ដងទៀតប្រសិនបើគ្រាន់តែឲ្យពួកគាត់ស្នាក់នៅបណ្ដោះអាសន្នមួយសប្តាហ៍តើការចុះកិច្ចសន្យាបណ្ដោះអាសន្នមានហានិភ័យដែរឬទេកញ្ញាស៊ូតើអ្នកចង់ឲ្យខ្ចីពិតមែនឬក្មេងនឹងមនុស្សចាស់នឹងមកដល់នៅថ្ងៃស្អែកហើយប្រសិនបើគ្រាន់តែស្នាក់នៅបណ្ដោះអាសន្នមួយសប្តាហ៍ខ្ញុំមិនណែនាំទេការពីរឿងកន្លែងចាត់ឡានរបស់ចាំងឈួយហ្វាក៏អញ្ចឹងដែរនិយាយថាចោតត្រឹមតែមួយថ្ងៃប៉ុណ្ណោះតែចុងក្រោយអូសបន្លាយពេលយ៉ាងយូរនាងគឺជាមនុស្សដែលមិនសូវដឹងខុសត្រូវចូលចិត្តយកការគូសមរបស់អ្នកដទៃមកធ្វើជាការយល់ព្រមស្រេចតែចិត្តបាងតាសៀងមិនមែនជាមនុស្សអាក្រក់ឡើយកាលពីមុននៅពេលដែលអ្នកគ្រប់គ្រងបូរេមានបញ្ហាគាត់បានជួយខាងគ្រប់គ្រងអគារជួសជុលពី3ដងដែរមនុស្សក៏ឧស្សាហ៍ព្យាយាមប៉ុន្តែឲ្យតែគ្រួសាររបស់គាត់បង្កចំនួនគាត់ក៏ងាយនឹងរិះរែកទៅតាមនឹងដែរតើនៅក្បែរនេះមានផ្ទះសម្រាប់ជួលតម្លៃធូរថ្លៃទៀតទេមានតើជាបូរេចាស់វាឆ្ងាយបន្តិចហើយតូចបន្តិចប៉ុន្តែអាចរស់នៅបានគ្រាន់តែពួកគាត់ប្រហែលជាមើលមិនឃើញតម្លៃខ្ញុំបានជួយសួរឲ្យអ្នកហើយបូរេចាស់នៅក្បែរនេះមាន2ឈុតដែលមានបន្ទប់គេង2ថ្លៃជួលគឺទាបជាងនៅទីនេះច្រើនណាស់លេខទូរស័ព្ទភ្នាក់ងារអចលនទ្រព្យខ្ញុំផ្ញើឲ្យអ្នកហើយ1209មិនអាចស្នាក់នៅបានទេកញ្ញាស៊ូធ្វើបែបនេះគឺពិតជាមិនល្អមើលឡើយមនុស្សចាស់និងក្មេងក្នុងគ្រួសារខ្ញុំមកដល់អស់ហើយអ្នកឲ្យពួកគាត់ទៅនៅកន្លែងដែលចាស់ហើយតូចបែបនោះបន្ទប់នៅក្បែរអ្នកគឺទំនេរសោះហេតុអ្វីបានជាមិនព្រមជួយធូនជឺតើខ្ញុំជាមនុស្សដែលគ្មានបេះដូងពេកមែនទេប៉ុន្តែខ្ញុំតែងតែមានអារម្មណ៍ថាឲ្យតែខ្ញុំយល់ព្រមតែម្ដងគឺមិនអាចដកពាក្យមកវិញបានឡើយទោះបីជាអ្នកមិនបើកទ្វារក៏មិនអីដែរស្អែកពេលពួកយើងមកដល់ចាំនិយាយគ្នាទៀតយប់នោះទើបខ្ញុំដឹងថាការរិះរែកចិត្តរបស់ខ្ញុំនៅក្នុងក្រសែភ្នែករបស់ពួកគាត់មិនមែនជាការបដិសេធឡើយតែវាគឺជាការចិត្តនឹងយកព្រមទៅវិញប្រយ័ត្នបន្តិចរបស់ទាំងអស់នេះត្រូវផ្ទេរទៅជាន់ទី12ចាងឈួយហ្វាកញ្ញាស៊ូត្រឡប់មកវិញល្មមជួយនាំពួកយើងឡើងទៅខាងលើផងតើខ្ញុំបានយល់ព្រមឲ្យអ្នកទាំងអស់គ្នាផ្លាស់មកនៅតាំងពីពេលណាអ្នកមិនមែននិយាយថាជួយឲ្យពួកយើងស្នាក់នៅបណ្ដោះអាសន្នទេអ្វីដែលខ្ញុំបាននិយាយគឺជួយរកកន្លែងសម្រាប់ជួលឲ្យអ្នកមិនមែនឲ្យអ្នកមកស្នាក់នៅក្នុងផ្ទះរបស់ខ្ញុំនោះទេនាងតូចមនុស្សចាស់និងក្មេងមកដល់មុខទ្វារអស់ហើយអ្នកមិនអាចដេញឲ្យពួកយើងទៅដេកតាមចិញ្ចើមថ្នល់នោះទេមែនទេកាត់អីនឹងអ្នកទាំងអស់គ្នាជួយផ្ដល់យុត្តិធម៌ឲ្យផងផ្ទះនាងមាន2ឈុតទុកទំនេរមនុស្សចាស់និងក្មេងឈរនៅមុខទ្វារនាងនៅតែមិនព្រមឲ្យស្នាក់នៅសូម្បីតែមួយយប់បើទុកទំនេរមែននោះឲ្យខ្ចីស្នាក់នៅមួយយប់ក៏មិនមែនជារឿងធំដុំដែរមែនទេឲ្យខ្ចីស្នាក់នៅមួយយប់វាងាយស្រួលណាស់តែពេលសុំឲ្យចេញវិញវាពិបាកខ្ញុំដឹងហើយអ្នកគ្រាន់តែខ្លាចពួកយើងបង្កបញ្ហាស្មុគស្មាញប៉ុណ្ណោះពួកយើងក៏មិនមែនមកនៅទេដែរពួកយើងឲ្យលុយតើ50យន្តក្នុងមួយខែក៏ចាត់ទុកថាជាការឲ្យលុយដែរ50យន្តនេះវាមិនហួសហេតុពេកទេចុះក្រោយមកមិនមែននិយាយថា1000យន្តទេនាងមានបន្ទប់ទំនេរសោះនៅតែមករីអូជាមួយពួកយើងទៀតនាពេលនោះខ្ញុំពិតជាធ្លាប់គិតចង់ថយក្រោយមួយជំហានយ៉ាងហោចណាស់ក៏ដើម្បីកុំឲ្យមនុស្សចាស់និងក្មេងមកលោឡានៅមុខបូរីដែរប៉ុន្តែខ្ញុំក៏ដឹងច្បាស់ដែរថាបើថយក្រោយមួយជំហាននេះហើយគឺនឹងមិនមានទីបញ្ចប់ ឈប់សំអ្នកទាំងអស់គ្នា complaint ជួយ admin តាមរយៈ ABA ដើម្បីឲ្យ admin មិនមានកាហ្វេផឹកម៉ាត់យប់ដើម្បី admin នឹងមានកម្លាំងក្នុងការធ្វើរឿង print ជូនអ្នកទាំងអស់គ្នាទស្សនាជាបន្តទៀតបាទសូមអរគុណចប់ឡើយជួយហ្វាហេតុអ្វីបានជាអ្នកនាំមនុស្សមកទីនេះមែនទេអញ្ចឹងនេះគឺជាអ្វីដែលអ្នកយល់អំពីចិត្តទុនរបស់ខ្ញុំមែនទេកញ្ញាស៊ូខ្ញុំសុំទោសខ្ញុំពិតជាមិនដឹងថានាងនឹងមកដល់ទីនេះផ្ទាល់បែបនេះអ្នកធ្វើបែបនេះគឺមិនត្រឹមត្រូវទេឥឡូវនេះទៅជាមួយខ្ញុំពួកយើងទៅរកផ្ទះដោយខ្លួនឯងវិញខ្ញុំអាយុប៉ុណ្ណេះហើយឈប់បន្តិចក៏ឈឺជើងដែរខ្ញុំចង់ផឹកទឹកកញ្ញាស៊ូប្រសិនបើមិនងាយស្រួលទេពួកយើងនឹងចេញទៅលើនេះហើយត្រឹមតែ10នាទីប៉ុណ្ណោះមិនអាចលើសពីនឹងទៀតទេបានទេត្រឹមតែ10នាទីទេផឹកទឹករួចនឹងចេញទៅភ្លាមខាងគ្រប់គ្រងអគារកំពុងតាក់ទងភ្នាក់ងារអចលនទ្រព្យហើយអរគុណពិតជាអរគុណខ្លាំងណាស់បន្ទប់របស់អ្នកមួយឈុតនេះធំខ្លាំងណាស់បន្ទប់ក្បែរខាងប្រកាសជាធំជាងនេះទៀតមិនខានបន្ទប់ក្បែរនោះមិនបាច់មើលទេខ្ញុំគ្រាន់តែចង់មើលបន្តិចប៉ុណ្ណោះមិនមែនផ្លាស់ចូលទៅនៅឡើយទេមិនបានទេឲ្យកូនឆ្កែមកខ្ញុំលេងបន្តិចមកវារៀងខ្លាចមនុស្សបន្តិចមិនឲ្យអ្នកដទៃលេងជាមួយឡើយមនុស្សនៅក្នុងទីក្រុងពិតជាមានរបៀបរបបច្រើនមែនឆ្កែសោះមានតម្លៃជាងមនុស្សទៅទៀតហេវបានហើយមិនមើលក៏មិនមើលទៅខ្ញុំទៅឈរនៅមុខទ្វារបន្តិចតើអ្នកកំពុងមើលអ្វីតើខ្ញុំអាចមើលអ្វីទៅសូម្បីតែច្រកដើរក៏មិនឲ្យឈរដែរមែនទេផឹកទឹករួចនឹងចេញទៅវិញហើយអ្នកគ្រាន់តែយល់ថាពួកយើងមិនសូវមានជីវភាពល្អហើយខ្លាចពួកយើងស្នាក់នៅមិនព្រមចេញទៅវិញមែនទេវាគឺជាទង្វើបច្ចុប្បន្នរបស់អ្នកទាំងអស់គ្នាដែលធ្វើឲ្យខ្ញុំខ្លាចថាអ្នកទាំងអស់គ្នានឹងមិនព្រមចេញទៅវិញកញ្ញាស៊ូសម្ដីរបស់អ្នកមួយម៉ាត់នេះពិតជាប៉ះពាល់ដល់អារម្មណ៍ខ្លាំងណាស់ចុះអ្នកទាំងអស់គ្នាមានដែលគិតទេថាខ្ញុំមានអារម្មណ៍លំបាកចិត្តប៉ុណ្ណាដែលត្រូវបានអ្នកទាំងអស់គ្នាមកឡោមព័ទ្ធនៅមុខផ្ទះបែបនេះខ្ញុំនឹងហៅប៉ូលីសជួយហ្វាកុំបង្កបញ្ហាអីកញ្ញាស៊ូបានប្រាប់ហើយថាវាមិនងាយស្រួលទេជំរាបសួរបូរេយន្តទួនអគារ8ជាន់ទី12មានមនុស្សមកតាមរំខានជាច្រើនលើកនិងព្យាយាមចូលក្នុងផ្ទះរបស់ខ្ញុំសូមជួយបញ្ជូនមនុស្សមកផងនាងតូចជួយបន្តិចមកគ្រូសាយើងមានរឿងប្រញាប់របស់ក្មេងភ្លេចទុកនៅខាងលើថ្ងៃនេះត្រូវតែយកឲ្យបានតើឈុតនោះមិនមែនជារបស់កញ្ញាស៊ូទេពួកយើងគឺជាសាច់ញាតិនឹងគ្នាឥឡូវនាងមិនទទួលទូរស័ព្ទទេ
ក្មេងយំមិនឈប់តតែសោះតាមច្បាប់កំណត់គឺត្រូវតែមានការបញ្ជាក់ពីម្ចាស់ផ្ទះផ្ទាល់ជួយតែលើកនេះម្ដងគត់បើមានបញ្ហាខ្ញុំជាអ្នកទទួលខុសត្រូវទៅតើអ្នកណាជាអ្នកហៅប៉ូលីសខ្ញុំបន្ទាប់ពីខ្ញុំបានបដិសេធជាច្រើនដងមកហើយពួកគាត់នៅតែនាំយកវ៉ាលីមកដល់មុខផ្ទះហើយព្យាយាមនឹងចូលទៅខាងក្នុង1209លោកប៉ូលីសពួកយើងគ្រាន់តែចង់ជួបផ្ទះប៉ុណ្ណោះនាងយល់ច្រឡំទេមនុស្សចាស់និងក្មេងនៅទីនេះទាំងអស់គ្នាតើពួកយើងអាចធ្វើរឿងអាក្រក់អ្វីទៅកើតគ្រាន់តែសុំស្នាក់នៅ2-3ថ្ងៃប៉ុណ្ណោះក៏មិនមែនមកប្លន់ផ្ទះដែរខ្ញុំមិនដែលបានយល់ព្រមឡើយលោកប៉ូលីសគឺដោយសារតែអ្នកក្នុងគ្រួសាររបស់ខ្ញុំប្រញាប់ខ្លាំងពេកទើបប្រើវិធីមិនសូវត្រឹមត្រូវខ្ញុំមានបំណងចង់សុំទោសហើយនឹងនាំពួកគាត់ចេញទៅលើនេះដែរម្ចាស់ផ្ទះបានបដិសេធយ៉ាងច្បាស់លាស់រួចហើយអ្នកទាំងអស់គ្នាមិនអាចតាមរំខានទៀតទេរឹតតែមិនអាចចូលទៅក្នុងផ្ទះដោយគ្មានការអនុញ្ញាតឡើយខ្ញុំមកយឺតបន្តិចកញ្ញាស៊ូសុំទោសផងថ្ងៃនេះពិតជាកំហុសរបស់ពួកយើងមែនគាត់បានសុំទោសហើយប៉ូលីសក៏មកដល់ដែរខ្ញុំស្មានថារឿងរ៉ាវនឹងអាចបញ្ចប់នៅត្រឹមនេះប៉ុន្តែការដែលមិនសុខចិត្តបន្ទាប់ពីត្រូវបានបដិសេធវាពិតជាបង្កបញ្ហាលើពីការស្មានរបស់ខ្ញុំទៅទៀតអំបញ្ញមិញហេតុអ្វីបានជាអ្នកមិនជួយនិយាយឲ្យខ្ញុំខ្លះអ្នកហៅទាំងប៉ូលីសមកហើយតើចង់ឲ្យធ្វើអ្វីទៀតហេវកញ្ញាស៊ូម្នាក់នេះពិតជាមនុស្សមិនយល់ពីសុខទុក្ខអ្នកដទៃតតែសោះតាសៀងអ្នកមិនមែននៅក្រុមហ៊ុនតែមួយជាមួយនាងទេទៅថ្ងៃក្រោយតើអាចជួយនិយាយបញ្ចុះបញ្ចូលមកម្ដងទៀតបានទេរឿងនៅក្រុមហ៊ុនមិនអាចយកមកលីឡំជាមួយរឿងនៅផ្ទះបានឡើយមិនឲ្យស្នាក់នៅខ្ញុំមិនជឿថានាងពិតជាមិនយោគយល់សំបីតែបន្តិចនោះទេតើនេះគឺជាអ្វីសៀវស៊ូជាមនុស្សថ្មីធ្វើការឲ្យបានច្រើនបន្តិចនិងឆាប់យល់ការងារឯកសារចាស់ទាំងនេះសូមរៀបចំឲ្យរួចរាល់មុនពេលចេញពីធ្វើការទាំងនេះមិនមែនជាគម្រោងនៅក្នុងផ្នែករបស់ខ្ញុំទេនៅក្នុងក្រុមហ៊ុនមិនបាច់បែងចែកច្បាស់លាស់ពេកឡើយមនុស្សក្មេងកុំគិតតែពីរឿងព្រំដែនការងារពេកការងារគឺត្រូវការសហការគ្នាម៉ូទាំងនេះគឺជាឯកសាររក្សាទុកក្នុងក្រុមរបស់ប្រធានវាងប្រសិនបើត្រូវការជួយពីផ្នែកផ្សេងសូមអនុវត្តតាមនីតិវិធីឲ្យឲ្យថ្នាក់ដឹកនាំផ្ទាល់របស់ខ្ញុំជាអ្នកបញ្ជាក់ហាក់ដូចជាយល់ដឹងពីវិន័យច្រើនដែរតើទើបតែមកដល់ក្រុមហ៊ុនពិតណាស់គឺត្រូវតែគោរពវិន័យហើយការនៅឯផ្ទះអ្នកនិយាយរឹងតឹងខ្លាំងណាស់សូម្បីតែនៅក្នុងក្រុមហ៊ុនក៏មិនព្រមជួយការងារបន្តិចណាដែរអញ្ចឹងមានន័យថានេះគឺដោយសារតែរឿងការពីម្សិលមិញមែនទេអ្នកគិតច្រើនពេកហើយខ្ញុំគ្រាន់តែជាអ្នកចាស់ជួយណែនាំអ្នកថ្មីប៉ុណ្ណោះមានរឿងអ្វីមែនទេខ្ញុំមិនចង់ប្តឹងផ្ដោតតាំងពីថ្ងៃដំបូងឡើយហើយក៏មិនចង់ឲ្យអ្នកដទៃគិតថាខ្ញុំយករឿងនៅផ្ទះមកបង្កបញ្ហាជាមួយមិត្តរួមការងារដែរមិនអីទេខ្ញុំគ្រាន់តែចាត់ចែងឲ្យសៀវស៊ូរៀនសូត្រពីឯកសារប៉ុណ្ណោះអ្នកថ្មីរៀនឲ្យបានច្រើនក៏ជារឿងល្អដែរប៉ុន្តែកុំឲ្យប៉ះពាល់ដល់ការងារស្នូលរបស់ខ្លួនចង់បានម៉ូតូ G តែគ្មានលុយគ្រប់គ្រាន់មែនទេតែ$30តែប៉ុណ្ណោះក្នុងមួយខែសូមស្វាគមន៍មកកាន់ Chaimet Moto ទំនាក់ទំនងទូរស័ព្ទលេខ015 580 541